លោកសំវិចិត្រដើម្បីបញ្ជាក់រឿងនេះឲ្យកាន់តែច្បាស់បាទចាសូមជម្រាបសួរម្ដងទៀតចាលោកសំវិចិត្របាទជំរាបសួរកញ្ញាម៉ាឡែនចាហើយជំរាបសួរលោកសរឿននិងជំរាបសួរទូរទស្សនិកជនទាំងអស់ដែលកំពុងតែទស្សនានៅមុខកញ្ចក់ទូរទស្សន៍ CTV ប៉ុស្តិ៍លេខ8នៅក្នុងកម្មវិធីទូរទស្សន៍ប្រិមិត្តប៉ុស្តិ៍លេខ8ផងដែរបាទលោកវិចិត្រសុំរាយការណ៍តែម្ដងទៅពាក់ព័ន្ធនឹងរឿងហ្នឹងវាដល់ណាហើយបាទពាក់ព័ន្ធនឹងករណីដែលជនជាតិវៀតណាមប្រមាណជា300ទូកឡើងមកនេសាទខុសច្បាប់នៅក្នុងដែនឡូអភិរក្សនៅក្នុងឡូអភិរក្សអាគមលេខ11ខណ្ឌស្រុកលើកដែកបាទរហូតមកដល់ថ្ងៃនេះប្រជាជនវៀតណាមដែលជាអ្នកនេសាទខុសច្បាប់នៅតែមកនេសាទខុសច្បាប់នៅតំបន់នោះដដែលបាទហើយយើងពុំទាន់ឃើញមានចំណាត់ការណាមួយពីមន្ត្រីជំនាញឬក៏សមត្ថកិច្ចនោះទេបាទពាក់ព័ន្ធនឹងករណីខាងលើនេះដែរត្រូវបានប្រជាពលរដ្ឋទាំងអស់រួមនៅក្នុងស្រុកលើកដែករិះគន់ទៅលើអាជ្ញាធរមានសមត្ថកិច្ចថាបានឃុំឃាត់គ្នាបាក់ដៃឲ្យប្រជាពលរដ្ឋវៀតណាមដែលជាអ្នកនេសាទខុសច្បាប់ចូលមករកទីនេសាទបាក់ក្នុងទឹកដីស្រុកលើកដែកបាទហើយប្រភពព័ត៌មានពីអ្នកនេសាទជនជាតិវៀតណាមមួយចំនួនបានឲ្យនាយកព័ត៌មានយើងដឹងដែរថាបានជាពួកគេរៀនចូលមកនេសាទនៅក្នុងទឹកដីស្រុកលើកដែកនេះគេបានបង់លុយទៅឲ្យសមត្ថកិច្ចជំនាញដូចជាសមត្ថកិច្ចជលផលហើយនឹងសមត្ថកិច្ចប៉ូលីសនិងសមត្ថកិច្ចមន្ត្រីកងរាជអាវុធហត្ថស្រុកលើកដែកផងដែរបាទចាអរគុណណាស់លោកវិចិត្រហើយលោកវិចិត្របានជួបសួរមន្ត្រីពាក់ព័ន្ធនឹងទេដូចជាប៉ូលីសជលផលក៏ដូចជាកងរាជអាវុធហត្ថនឹងតើបានទទួលលុយពីនេសាទវៀតណាមនឹងមែនឬក៏អត់បាទពាក់ព័ន្ធនឹងករណីខាងលើនេះដែរយើងបានតំណែងតំណងទៅសួរលោកមាសសាន់ដែលជានាយខណ្ឌរដ្ឋបាលជលផលស្រុកលើកដែកបាទប៉ុន្តែគាត់មិនបានលើកទូរស័ព្ទរបស់ពាក់ងារទូរទស្សន៍យើងទេបាទអរគុណព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកលើកដែកក៏បានឲ្យអ្នកយកព័ត៌មានទូរទស្សន៍របស់លេខ8យើងដឹងដែរថានៅក្នុងទឹកដីស្រុកលើកដែកមានស្រះចិញ្ចឹមត្រីប្រមាណជា30កន្លែងធំបាទចិញ្ចឹមត្រីឆ្ដោបាទមានស្រះចិញ្ចឹមត្រីឆ្ដោប្រមាណជាជាង30កន្លែងធំបាទហើយការចិញ្ចឹមត្រីឆ្ដោនោះភាគច្រើនអ្នកចិញ្ចឹមគឺជាជនជាតិវៀតណាមដែលជាអ្នកមានលុយរាប់ម៉ឺនដុល្លារហើយជីកស្រះធំនៅក្នុងទឹកដីស្រុកលើកដែកបាទអ្នកចិញ្ចឹមមិនតែប៉ុណ្ណោះសំបីតែសមត្ថកិច្ចក៏ចិញ្ចឹមដែរបាទមន្ត្រីជលផលផ្ទាល់មន្ត្រីជលផលវាខណ្ឌរដ្ឋបាលជលផលខណ្ឌលើកដែកនេះក៏ចិញ្ចឹមត្រីឆ្ដោផងដែរមិនតែប៉ុណ្ណោះសំបីតែមន្ត្រីកងរាជអាវុធហត្ថBMស្រុកលើកដែកនេះក៏ចិញ្ចឹមផងដែរបាទហើយចិញ្ចឹមនៅក្នុងប្រទេសទៀតបាទដូច្នេះហើយការដែលបង្ក្រាបបទល្មើសផ្សេងនោះហាក់បីដូចជាអត់មានការបង្ក្រាបនោះទេពីព្រោះគាត់ជាអ្នកសមត្ថកិច្ចគាត់ជាអ្នកអនុវត្តច្បាប់គាត់ក៏ប្រព្រឹត្តនៅបទល្មើសនឹងផងដែរបាទប្រជាពលរដ្ឋទាំងអស់ក៏សូមសំណូមពរទៅដល់ប្រមុខនៃរដ្ឋាភិបាលជាពិសេសសំណូមពរទៅដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនមេត្តាជួយពិនិត្យទៅលើបញ្ហាខាងលើនេះផងបាទអរគុណប្រជាពលរដ្ឋទាំងនោះទាំងអស់ដែលជាប្រជាពលរដ្ឋស្រុកត្រង់គាត់មិនមានសង្ឃឹមទៅលើក្រសួងកសិកម្មរុក្ខាប្រមាញ់នេសាទថានឹងបង្ក្រាបបានទេពីព្រោះពួកគាត់ក៏ស្គាល់បានស្នើទៅតាមរយៈឃុំស្រុកខេត្តផងដែរបាទប៉ុន្តែអត់មានចំណាត់ការណាមួយសម្រាប់ដោះស្រាយជូនពួកគាត់ទេបាទហើយពួកគាត់តែជាប្រជាពលរដ្ឋស្រុកត្រង់នោះគាត់រកថ្ងៃគាត់រកចិញ្ចឹមឆ្នាំងនោះគឺរកត្រីសឹងតែមិនបានទេដោយសារតែជនជាតិវៀតណាមមករកទីខុសច្បាប់នេះវាច្រើនពេកបាទចាអរគុណលោកវិចិត្រជំរាបលាចាបាទជំរាបកញ្ញាម៉ាឡែនជំរាបលាលោកសរឿនហើយក៏ជំរាបលាទូទស្សនិកជនទាំងអស់ដែលកំពុងតែទស្សនានៅកញ្ចក់ទូរទស្សន៍ CTV ប៉ុស្តិ៍លេខ8បាទជំរាបលាវិចិត្រចាម៉ាឡែនខ្ញុំឈឺក្បាលធួនក្បាលហ្មងព្រឺក្បាលហ្មងណាចាឮដូច្នេះបាទអញ្ចឹងសូមឧត្តមសេនីយ៍ត្រីអៀវចម្រើនបងក៏ដូចជាបងអភិបាលខេត្តឧត្តមអភិបាលខេត្តកណ្ដាលក្នុងដែនសមត្ថកិច្ចរបស់បងហើយបងគ្មានពីណាធំជាងបងទេកន្លែងនោះគឺបងជាអភិបាលខេត្តបងជាស្នងការនគរបាលខេត្តហើយបង PM ផងដែរបាទមេ PM ខេត្តកណ្ដាលផងដែរសូមមើលផងបងបើដល់ថ្នាក់នឹងមែនដូចអ្វីដែលសេចក្តីរាយការណ៍ក៏ដូចជាមតិប្រជាពលរដ្ឋលើកឡើងមែនបាទគឺថាចប់ហើយបាទចប់តែម្ដងបាទចប់តែ